ជំរាបសួរបងប្អូនដែលចូលចិត្តតាមដានវីដេអូរបស់ជាងជាតិថ្ងៃនេះខ្ញុំយកការងារមួយទៀតមកបង្ហាញជូនបងប្អូនមើលពីការរៀបម៉ាស៊ីនកញ្ចែម៉ាស៊ីននេះមានអាការៈវាអស់ក្បាត់ប៊ីស្តុងបងប្អូនវាហុយស៊ីប្រេងបានហើយវាធ្វើឲ្យយើងបូមទឹកទៅកាលណាបើវាស៊ីប្រេងបានអញ្ចឹងពេលដែលយើងយកទៅបូមទឹកយូរយើងអត់ដឹងថាប្រេងបាតវានៅសល់ប៉ុន្មានវាអាចធ្វើឲ្យគាំងអញ្ចឹងម៉ាស៊ីននេះម្ចាស់គាត់ដឹងថាស៊ីប្រេងបាតវាហុយម្ចាស់គាត់យកមកឲ្យខ្ញុំជួសជុលដូរក្បាត់សៃសមីចេញដាក់ក្បាត់ថ្មីស្ទង់ថ្មីហើយយើងរៀបចូលឡើងវិញបាទដើម្បីវាខ្លាំងហើយវាអាចប្រើប្រាស់បានឡើងវិញម៉ាស៊ីននេះវាមើលទៅចាស់ខ្លាំងដែរហើយប៉ុន្តែវានៅសមរម្យក្នុងការជួសជុលអាចប្រើប្រាស់បានអញ្ចឹងនេះខ្ញុំចាប់ផ្ដើមចាប់ចូលហើយម៉ាស៊ីននេះមានទំហំ8សេះបាទ8សេះចឹងវាខ្លាំងដែរគេប្រើជាមួយកញ្ចែទឹកកន្លះបាទកញ្ចែមកទឹកកន្លះហើយកម្លាំងម៉ាស៊ីនហ្នឹង8សេះតែប្រភេទម៉ាស៊ីនចិនទេបងប្អូនម៉ាស៊ីននេះប្រភេទម៉ាស៊ីនចិនទេតែសមរម្យប្រើឃើញថាគ្រឿងវាខាងក្នុងក៏វាសមរម្យចឹងនេះច្រៀងវាបងប្អូនច្រៀងវាចឹងដូចខ្ញុំបានបង្ហាញពីវីដេអូមុនចឹងច្រើនលើកច្រើនសារអំពីម៉ាស៊ីនកញ្ចែនេះចឹងមានបងប្អូនខ្លះគាត់ខមមិនសួរក៏ដូចមកសួរដល់រោងជាងតែមកថាចាក់ប្រេងបាតម៉ាស៊ីនហ្នឹងប្រហែលស៊ីបានវាត្រឹមត្រូវបងប្អូនចាក់ប្រហែលជា7C បានហើយបាទក្នុង1លីត្រហ្នឹងបងប្អូនទិញប្រេងប្រភេទ1លីត្រយកមកបងប្អូនចាក់ចេញកន្លះខដុងទឹកសុទ្ធកន្លះលីត្រយើងទៅបាទចាក់ទុកកន្លះលីត្រទៅទុកកន្លះខដុងកន្លះលីត្រទៅហើយសល់ប្រហែលចាក់តាមហ្នឹងទៅបងប្អូនអាចប្រើបានហើយបាទបើយើងចាក់តិចជាងហ្នឹងក៏ពិបាកដែរព្រោះអីប្រភេទម៉ាស៊ីនកញ្ចែតាមតាទំហំការងារដែលបងប្អូនប្រើយើងឃើញថាពេលដែលយើងបូមវាសំយ៉ុងចុះក្រោមវាសំយ៉ុងទៅមួយចំហៀងដល់ពេលវាសំយ៉ុងទៅមួយចំហៀងអញ្ចឹងវាអត់សូវបានបាចប្រេងបូមវាមកខាងលើទេព្រោះប្រភេទម៉ាស៊ីននេះវាអត់មានវាអត់មានស្ពឺបូមប្រេងអីទេបងប្អូនណាប្រភេទម៉ាស៊ីនកញ្ចែនេះគឺវាអត់មានស្ពឺបូមប្រេងទេគឺវាផ្ទាត់វាប្រើវិលកាំងកន្លែងដៃយេនវាហ្នឹងចំណែកដៃយេនពីខាងក្រោយហ្នឹងវាមានខ្នាយរបស់វាមួយខ្ញុំនិយាយថាខ្នាយអញ្ចឹងចុះវាសម្រាប់ផ្ទាត់ប្រេងបាតមកមុខបាទអញ្ចឹងវាអត់មានស្ពឺបូមប្រេងអីរត់ទៅមកទេវាមានផ្ទាត់អញ្ចឹងឯងអញ្ចឹងបើសិនជាយើងផ្អៀងខ្លាំងពេកវាផុតផ្ទាត់ប្រេងវាហ្នឹងផ្ទាត់ឲ្យវាប្រេងមកមុខហ្នឹងទេវាអត់មានអីប្រេងបាញ់មកច្បាប់មុខទេអញ្ចឹងវាអាចគាំងវាអាចជាប់អញ្ចឹងយើងចាក់ប្រេង 7C ជាងហ្នឹងវាអត់អីទេបងប្អូនខ្លះគាត់ថាពេលខ្ញុំចាក់ប៉ុណ្ណឹងទៅពេលមើលដកម៉ាក់គាមកវាហៀមាត់វាហៀតាមម៉ាក់គាបាទវាហៀតាមម៉ាក់គាព្រ
ពួកអីប្រេងបើសិនយើងចាក់តាមអាគាយើងបើយើងចាក់អំពើស៊ីហ្នឹងវាហៀមាត់ហើយវាហៀមាត់ហើយប៉ុន្តែអានេះយើងនិយាយតាមបទពិសោធន៍នៃការប្រើប្រាស់បងប្អូនគឺយើងប្រើអញ្ចឹងទៅព្រោះយើងដាក់សំយ៉ុងខ្លាំងវាផុតប្រេងណាបងប្អូនឥឡូវនេះម៉ាស៊ីននេះខ្ញុំដាក់រួចហើយឥឡូវខ្ញុំកំពុងបញ្ឆេះបាទកំពុងបញ្ឆេះឥឡូវខ្ញុំចងថង់ឲ្យបងប្អូនមើលដើម្បីឲ្យដឹងថាម៉ាស៊ីននឹងវាឆេះអញ្ចឹងម៉ាស៊ីននេះឆេះស្រួលពេលក្រោយយើងរៀបហើយឆេះស្រួលបាទយើងអាចប្រើប្រាស់បានហើយឲ្យតែម្ចាស់គាត់ថែទាំប្រេងបានហើយប្រយ័ត្នប្រយែងក្នុងការធ្លាក់ទឹកទៅគឺប្រើប្រាស់បានល្អហើយអញ្ចឹងអរគុណបើសិនជាបងប្អូនមានចម្ងល់អីតាក់ទងម៉ាស៊ីននេះអាច comment បានអរគុណច្រើនជម្រាបលា